ស្ដីអ្នកទាំងគ្នាស្វាគមន៍មកកាន់ដំណើររបស់ខ្ញុំតែខ្ញុំទៅលេងប្រទេសឡាវរយៈពេល4យប់3ថ្ងៃខ្ញុំតាទាំងអស់គ្នាជាយប់មុនថ្ងៃខ្ញុំចេញទៅប្រទេសឡាវអ្នកទាំងគ្នាសារទៅឡាវហ្នឹងគោលបំណងរបស់ខ្ញុំគឺទៅប្រកួតរំអញ្ចឹងថ្ងៃទី1របស់ខ្ញុំមុនចេញទៅហ្នឹងគឺធ្វើកៅអៅរំឡងលើកណាព្រឹកណាអ្នកទាំងគ្នាគឺគេហៅថាកោបាត់ទៅធ្វើរបងហើយឥឡូវពេលយើងចាប់ផ្ដើមចេញទៅហើយទៅដល់ណាក៏ភ្លឹកគ្រប់ទៅមួយគ្នាគាត់ចេញថ្មីហ្នឹងគឺរសជាតិឆ្ងាញ់ហ្មងខ្ញុំចូលចិត្តដល់ប្រហែលមិនថាភាសារបស់វត្តពេកចាំខ្ញុំប្រូឲ្យមើលអ្នកទាំងគ្នាមានតែប្រកបពី3សន្លឹកមុនហ្នឹងអញ្ចឹងសម្រាប់ការធ្វើដំណើរពីប្រទេសខ្មែរទៅដល់អាស៊ានហ្នឹងគឺខ្ញុំជ្រើសរើសយកក្រុមហ៊ុនឡានវិរៈបុនខាងឡានជាលក្ខណៈប្រភេទ Airbus អ្នកទាំងគ្នាគឺស្រួលជិះខ្លាំងមែនតើហើយម៉ាសាហើយសំខាន់មានអាហារញ៉ាំពីពេលឲ្យយើងទៀតស្រួលខ្លួនអ្នកទាំងគ្នាខ្ញុំដេករហូតហើយគ្រាន់តែដាក់ភ្នែកមកខ្ញុំមកដល់ប៉ាសិកបណ្ដោយអ្នកទាំងគ្នានេះជាប់ព្រំដែនប៉ាសិកឯនេះដោយសារតែខ្ញុំត្រូវតដំណើរទៅវៀងទានទៀតអញ្ចឹងពីប៉ាសិកទៅវៀងទានហ្នឹងដោយសារតែបញ្ញាហើយអូនអ្នកទាំងគ្នាផ្លូវក៏បាក់ធ្វើដំណើរដែរខ្ញុំមិនសូវបានថតច្រើននិយាយទៅគឺបានថតមកដោយសារតែថតច្រើនអញ្ចឹងវាមិនអ្នកទាំងគ្នាបើសិនចង់មកវៀងទានជាយន្តហោះមកតែបើសិនជាតាមប៉ាសិកទេអីទេអាចជិះឡានបានចុះឥឡូវខ្ញុំមកដល់វៀងទានប្រទេសឡាវអ្នកទាំងគ្នាប្រទេសនៅហ្នឹងវាដូចជាអត់ទាន់សូវជឿនលឿនអ្នកទាំងគ្នាអត់សូវមានអាគារថ្មីអីហ្មងនេះតែខ្ញុំចូលចិត្តទស្សនភាពនៅហ្នឹងវារបៀបថាដូចយើងវិលទៅអតីតកាលអញ្ចឹងណាឥឡូវហ្នឹងខ្ញុំមកដល់បន្ទប់ពីអ្នកទាំងគ្នាហើយនេះនៅក្រោមបន្ទប់របស់ខ្ញុំហ្នឹងកន្លែងខ្ញុំគេហ្នឹងគឺនៅក្រោមសារិត្រីយកហ្មងបើសិនអ្នកទាំងគ្នាចង់មកអីអាចមកកន្លែងខ្ញុំគេបានឈ្មោះ Anon Hotel អ្នកទាំងគ្នាអាចកក់បានតាម app Agoda អញ្ចឹងឥឡូវអូខ្ញុំគឺឃ្លៀងខ្លាំងមែនតើហ្មងអ្នកទាំងគ្នាធ្វើដំណើរចង់7-10ម៉ោងឥឡូវពួកខ្ញុំហូបបាយញ៉ាំមួយសិនឥឡូវខ្ញុំមកញ៉ាំបាយមាន់ស្ងោរអ្នកទាំងគ្នាអូយឆ្ងាញ់ខ្លាំងបាយមាន់ស្ងោរគេជ្រលក់មួយទឹកត្រីកុំគេឲ្យព្រោះអាម្ទេសគេមានម្ទេសនោះដូចជាម្ទេសអត់សាច់ចឹងអ្នកទាំងគ្នាប៉ុន្តែវាអត់ហឹលទេញ៉ាំទៅវាដូចម្ទេសក្លោកយើងអញ្ចឹងអូយញ៉ាំឆ្អែតចឹងទៅបានមានអារម្មណ៍ដើរថតរូបថតអីលេងអ្នកទាំងគ្នានៅនឹងដូចអត់សូវមានប្លង់អីដែលខ្ញុំត្រូវថតស្អាតដែរអញ្ចឹងណាខ្ញុំឃើញទៀមកន្លែងគេនេះមួយគេរីកស្អាតចឹងចូលថតរូបពី3សន្លឹកទៅចាបន្ទាប់មកវឹបកាត់មកដល់កន្លែងខ្ញុំត្រូវប្រកួតអ្នកទាំងគ្នាកន្លែងខ្ញុំប្រកួតហ្នឹងគេឈ្មោះ iTech Mall ហ្នឹងខ្ញុំអត់ដឹងទេអាចនឹងហ្នឹងដូចរបៀបដូចសារ Eon យើងសារធំរបស់គេអញ្ចឹងណាអ្នកទាំងគ្នានឹងធំមានលក់របស់អីញ៉ាំមានកៅអៅលក់មានកន្លែងដូរលុយទៅគឺផ្សារទំនើបគេធំហ្មងតែនេះខ្ញុំដើរទៅកន្លែងញ៉ាំអីទេព្រោះដឹងមិនមនុស្សចូលចិត្តញ៉ាំអីអញ្ចឹងពេលឃើញតែរបស់ញ៉ាំអីអញ្ចឹងគឺខ្វះកនៅតែកន្លែងដុំហ្នឹងកន្លែងប្រកួតរបស់ខ្ញុំហ្នឹងគឺគេធ្វើទីប្រជុំជនហ្មងហើយមនុស្សច្រើនណាស់អ្នកទាំងគ្នាដូចអ្នកទាំងគ្នាមើលឃើញក្នុងវីដេអូអញ្ចឹងការប្រកួតហ្នឹងគឺ2ថ្ងៃអ្នកទាំងគ្នាប្រកួតថ្ងៃទី2អានេះថ្ងៃដែលខ្ញុំទៅនេះគេប្រកួតថ្ងៃទី1ទេអញ្ចឹងថ្ងៃស្អែកហ្នឹងគឺដល់វែងតែពួកខ្ញុំត្រូវប្រកួតរំអញ្ចឹងអ្នកទាំងគ្នាគឺដឹងលេងសប្បាយអញ្ចឹងប៉ុន្តែអានេះគ្រាន់តែប្រឡប់អារម្មណ៍ថាឃើញមនុស្សច្រើនអញ្ចឹងទៅចិត្តយើងក៏យើងភ័យហើយក្រុមគេផ្សេងៗតែធៀបប្រកួតថ្ងៃទី2ហ្នឹងក៏គេមកដូចគ្នាប៉ុន្តែគេនៅឆ្លៀតហាត់អ្នកទាំងគ្នាគេហាត់នៅក្នុងផ្សារទំនើបនៅខាងមុខហ្នឹងហ្មងអញ្ចឹងនេះគឺថ្ងៃទី2អ្នកទាំងគ្នាដែលត្រូវថ្ងៃពួកខ្ញុំត្រូវប្រកួតរំណាហើយនេះផឹកឡើងពួកខ្ញុំមកសមឆាគេពេលសមហ្នឹងក៏យើងមានគេមានឯងអញ្ចឹងណាគាត់ថាយើងអត់ហ៊ានថតគេអីដែរទេក៏មាន workshop មានអីចាគេគាត់មកពីប្រទេសចិនប្រទេសវៀតណាមនិងប្រទេសផ្សេងៗទៀតអ្នកទាំងគ្នាប្រទេសជិតខាងក៏មានតែខ្ញុំនិយាយហើយនេះខ្ញុំសូម add រឿងក្នុងចិត្តតិចណាអ្នកទាំងសាគ្នាទៅប្រកួតហ្នឹងគឺម្លងពេលដែលពួកយើងកំពុងតែមានសង្គ្រាមមួយប្រទេសជិតខាងដូចគ្នាទៅហ្នឹងអត់ខ្លាចទេដោយសារតែទៅហ្នឹងសុទ្ធតែជនជាតិខាងប្រទេសជិតខាងអញ្ចឹងណាខ្ញុំអត់ខ្លាចទេអ្នកទាំងគ្នាខ្ញុំប្រាប់ពាក្យស្លោកពីរបស់អ្នកហួរណាថា Dance for Community ហើយមួយទៀត Dance Connect to the World ការរបស់ពួកយើងហ្នឹងគឺផ្សារជាប់ទំនាក់ទំនងអ្នកទាំងគ្នាអញ្ចឹងយើងអត់រើសអើងឬក៏ប្រកាន់អីទេបាទអ្នកទាំងគ្នាខ្ញុំនិយាយអីច្រើនទៀតឥឡូវមើល vlog យើងតវិញពីពួកខ្ញុំ rehearsal ហើយអ្នកទាំងគ្នាខ្ញុំអង្គុយ make up ធ្វើសក់ឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាតើមានកន្លែង stand by អីធ្វើអីណាស់ណាទេហើយពួកយើងត្រូវទៅបន្ទប់វិញដើម្បីធ្វើខ្លួនអញ្ចឹងតែអ្នកទាំងគ្នាពួកខ្ញុំខ្ជិលជីទៅវិញទៅមកអញ្ចឹងសុខចិត្តពេលសមឆាហើយគឺនៅកន្លែងហ្នឹងដើម្បីចាំពួកយកមកឥឡូវកម្មវិធីគេចាប់ដើមអីចឹងកម្មវិធីដំបូងហ្នឹងការប្រកួតដំបូងគឺគេហៅថា Seven to Smoke អ្នកទាំងគ្នាទៅបើសិនជាមានឱកាសលើកក្រោយខ្ញុំនឹងមកប្រកួត Seven to Smoke នឹងដែរពួកខ្ញុំចង់ប្រកួតអញ្ចឹងយូរហើយ Seven to Smoke ហ្នឹងបើសិនជាអ្នកប្រកួតហ្នឹងអាហ្នឹងមានន័យថា1 C 7មានថាយើងម្នាក់ឯងយើងត្រូវប្រកួតគេឲ្យឈ្នះ7នាក់គេអញ្ចឹងកម្មវិធីបន្ទាប់ហ្នឹងគឺដល់ពួកខ្ញុំឯងពួកខ្ញុំគឺប្រកួតជាក្រុមហើយទាំងអស់ខ្ញុំភ្លេចបាត់អ្នកទាំងគ្នាដូចជា11ក្រុមមានឡាវថៃវៀតណាមហើយចិនអញ្ចឹងណាហើយក៏មានខ្មែររបស់យើងមួយក្រុមដែរគឺពួកខ្ញុំនឹងតំណាងឲ្យក្រុមខ្មែររបស់យើងទីទៀតហ្នឹងគឺដល់ពួកខ្ញុំត្រូវឡើងឈុនអ្នកទាំងគ្នាការប្រកួតពួកខ្ញុំតែងតែ chill គ្នាហើយប្រាប់គ្នាទៅវិញទៅមកឲ្យខំស៊ូៗគឺពួកយើងតែងតែធ្វើអញ្ចឹងមកដើម្បីយើងហៅថា boost energy Good represent for California. Yo, B, they ready. My hands up, listen. Get him. Get him. Get him. And these are the gold from Cambodia. Wow. អូយអៀនណាចាំមើលថៃនៅក្នុង page របស់ខ្ញុំអ្នកទាំងអស់គ្នានេះពួកខ្ញុំ perform ហើយអ្នកទាំងគ្នាអូយនិយាយត្រង់គឺសប្បាយចិត្តខ្លាំងមែនតើមកអូយកុំអារីយ៉ាអ្នកទាំងគ្នាឃើញគេយំហ្នឹងមិនថាអីណាគ្នារំហើយឈឺជើងពេកអ្នកទាំងគ្នាឡើងយំមកឈឺចង់មកក្រោមវិញខាច់ជើងហើយពួកខ្ញុំអូយរំភើបខ្លាំងខ្ញុំឡើងហូតទឹកភ្នែកនិយាយទៅគឺគ្រាន់តែ perform ហើយចង់ដល់ក្រោមផ្សេងគឺយំអូយយើងក៏និយាយយំអញ្ចឹងថ្មគេអញ្ចឹងយើងហូតទឹកភ្នែកដោយសារសប្បាយចិត្តយ៉ាងណាខ្ញុំ so proud of myself and my team shout out to my team really work hard for this project និយាយទៅខ្ញុំ appreciate លើខ្លួនឯងហើយលើពួកគាត់ខ្លាំងមែនតើហ្មងអ្នកទាំងគ្នាទៅប្រកួតហ្នឹងគឺពួកខ្ញុំចំណាយពេលវេលាខ្លួនឯងហើយចំណាយលើកាក់ចំណាយអត់ច្រើនណាស់អ្នកទាំងគ្នានិយាយទៅចំណាយសង្កត់ថាលើពីសមត្ថភាពរបស់ខ្លួនឯង
តែនេះដោយសារតែការស្រឡាញ់ហើយយើងចង់បង្ហាញសមត្ថភាពរបស់ពួកយើងទៅលើឆាកអន្តរជាតិអានេះគឺជាក្តីស្រមៃរបស់ពួកខ្ញុំហ្មងហើយនេះក៏ជាលើកទី1របស់ពួកខ្ញុំដែលពួកខ្ញុំទៅឆាកអន្តរជាតិហើយពួកខ្ញុំនឹងបន្តធ្វើវាចឹងរហូតហើយនឹងល្អជាងមុនហើយនេះអ្នកនរគ្នាពួកខ្ញុំដល់ថ្ងៃត្រូវត្រឡប់មកវិញហើយទៅវិញហ្នឹងពួកខ្ញុំត្រូវជិះចំហព្រោះដោយសារតែឡានអត់មានម៉ោងដែលពួកខ្ញុំត្រូវចេញព្រោះដោយសារឡានគឺគេចេញពេលយប់ហើយណាមួយជិះឡានទៅបានអ្នកនរគ្នាគឺអត់កើតទេសូមជិះចំហហើយអស់ហើយ finally we back home ជួបគ្នាវីដេអូក្រោយ bye bye